ជំរាបសួរអ្នកនរគ្នាស្វាគមន៍សាថ្មីមកកាន់កម្មវិធី Gangster Secret ហើយកម្មវិធីរបស់យើងគឺជាកម្មវិធី Confession ហើយអ្នកទាំងអស់គ្នាអាចចែកម្លែករឿងក្នុងចិត្តដែលលាក់ទុកជាយូរហើយអត់អាចប្រាប់អ្នកជុំវិញខ្លួនមិត្តភ័ក្តិបងប្អូនបានខ្លាចការសម្ងាត់របស់អ្នកនរគ្នាត្រូវបានបែកធ្លាយហើយក៏អត់ហ៊ានទៅផុសក្នុងបណ្ដាញសង្គមខ្លាចគេដឹងថាជីវិតពិតខាងក្នុងយើងបែបណាអស់បារម្ភហើយគឺគោលបំណងនៃកម្មវិធីរបស់យើងគឺជាកម្មវិធីមួយដែលអ្នកនរគ្នាអាចរំសាយទុកកង្វល់សម្ពាធទាំងប្រមាណតម្លាក់ចោលនៅកម្មវិធីហើយត្រឡប់ទៅផ្ទះវិញជាមួយនឹងភាពស្រស់ស្រាយនិងមិនជាប់គាំងជាមួយនឹងអតីតកាលទៅបន្តទៀតហើយអ្នកនរគ្នាក៏អាចចូលរួមជាមួយនឹងកម្មវិធីរបស់យើងបានដែរតាមរយៈ page Gangster Secret របស់យើងហើយយើងនឹងរៀបចំថ្ងៃឲ្យស្រួលបួលចាដើម្បីយើងណាត់គ្នាថតទៅហើយអ្នកនរគ្នានឹងអាចចូលរួមជាមួយនឹងកម្មវិធីរបស់យើងផ្ទាល់តែម្ដងហើយកុំបារម្ភកម្មវិធីរបស់យើងនឹងរក្សាឯកជនភាពជូនអ្នកទាំងអស់គ្នាបាន 100% កុំបារម្ភយើងនឹងមានការពាក់កៅអៅស្បែកជើងស្លៀកពាក់ស្រោមមុខស្រោមដៃហើយយើងនឹងលាក់ឈ្មោះទៀតអញ្ចឹងកុំបារម្ភដូចអ្នកនរគ្នាបានដឹងអញ្ចឹងតាំងពីកម្មវិធីរបស់យើងបង្កើតមកគឺយើងអត់ដែល fail ទេហើយសប្តាហ៍ហ្នឹងក៏អត់ខុសពីសប្តាហ៍រាល់ដងដែរយើងនឹងជួបភ្ញៀវកិត្តិយសមួយរូបដែលគាត់ឡើងនឹងចែកម្លែកអូខេឥឡូវខ្ញុំនឹងនាំអារម្មណ៍អ្នកនរគ្នាជួបជាមួយនឹងភ្ញៀវកិត្តិយសយើងសប្តាហ៍ហ្នឹងតែម្ដងជំរាបសួរបងជំរាបសួរបាទបងអាចដឹងបានទេបងអាយុប្រហែលប៉ុន្មានដែរបងឆ្នាំនេះខ្ញុំអាយុ32ឆ្នាំ32ចា៎បាទហើយបងរស់នៅក្នុងភ្នំពេញឬក៏តាមបណ្ដាខេត្តនៅភ្នំពេញឥឡូវនៅភ្នំពេញណាបងហើយអាចដឹងសាច់រឿងចំណងជើងបានទេបងសម្រាប់សាច់រឿងបងនិយាយទៅចំណងជើងនេះបើនិយាយទៅគឺពីបដិសារីដែលมันអាចសុំទោសដែលគាត់សំបីតែស្លាប់ក៏អាចសុំទោសគាត់បានដែររឿងកើតឡើងប៉ុន្មានឆ្នាំហើយមិនគ្រាន់តែចាប់ដើមសាច់រឿងមកក្តុកក្តួលមែនបងវា76ឆ្នាំហើយ6ឆ្នាំសាច់រឿងមិនដែរបងអញ្ជើញដំបូងស្រឡាញ់គ្នាមួយអ្នកនិយាយទៅនៅខេត្តខ្ញុំនៅរស់នៅខេត្តទេស្រុកកណ្ដាលខ្ញុំស្រឡាញ់គ្នាតែគ្រួសារខ្ញុំសងខាងឆ្លោះគ្នាដល់ពេលអញ្ចឹងទៅខាងម៉ាក់ខ្ញុំហើយខាងគេក៏អត់ពេញចិត្តមួយគ្នាដែរហើយក៏ស្រឡាញ់គ្នាបានប្រហែលជាខ្ទង់មួយឆ្នាំពួកយើងក៏ជ្រុលគ្នាមានកូនអញ្ចឹងហ៎បងបាទហើយអញ្ចឹងម៉ាក់ខ្ញុំក៏សម្រេចចិត្តថាឲ្យអត់ឲ្យទុកទេឲ្យយកចេញទៅកុំឲ្យបងប្អូនសាច់ញាតិដឹងឮទៅខ្មាស់គេបាទតែខ្ញុំអត់ព្រមគាត់ថាបើខ្ញុំអត់ព្រមគឺគាត់កាត់ការចោលហើយព្រោះដោយសារអីម៉ាក់ខ្ញុំគាត់រៀបចំឯកសារខ្ញុំទៅស្រុកក្រៅហើយដល់ពេលអញ្ចឹងខ្ញុំអត់ព្រមខ្ញុំក៏រត់ចេញពីផ្ទះជាមួយសង្សារហ្នឹងបងបាទមកនៅភ្នំពេញដល់ពេលខ្ញុំមកនៅភ្នំពេញតាំងតែខ្ញុំតងន់រហូតខ្ញុំចូលមកធ្វើការមួយគ្នាអញ្ចឹងអត់មានបញ្ហាអីតែដល់ពេលខ្ញុំតងន់បាន5ខែសង្សារខ្ញុំហ្នឹងគាត់លួចមានអ្នកថ្មីហើយខ្ញុំតាមបានខ្ញុំក៏ឆ្លោះគ្នាហើយក៏ពួកយើងតសម្ដីគ្នាគាត់ក៏បានចេញពីផ្ទះហ្នឹងទៅចេញពីបន្ទប់ជួលអស់រយៈពេល10ថ្ងៃដែលគាត់បានមកវិញឯងអញ្ចឹងខ្ញុំតងន់5ខែខ្ញុំនៅម្នាក់ឯងខ្ញុំគិតថាខ្ញុំលះបង់ដើម្បីគេចាក់ចេញពីគ្រួសារតែសម្រាប់គេគឺគេអត់គិតអញ្ចឹងឯងខ្ញុំក៏សម្រេចចិត្តថាខ្ញុំដូរបន្ទប់ទៅនៅបន្ទប់ថ្មីចាប់ពីថ្ងៃហ្នឹងទៅក៏គេអត់អាចឃើញព្រោះឥឡូវកូនខ្ញុំអាយុ76ឆ្នាំហើយបងខ្ញុំអត់ដែរបានទៅផ្ទះទេព្រោះដោយសារអីខ្ញុំទុំដឹងថាម៉ាក់ខ្ញុំស្លាប់ចុងឆ្នាំដើមឆ្នាំ2026នេះសំបីតែខ្ញុំទៅដល់រោងបុនហ្នឹងក៏បងប្អូនឲ្យខ្ញុំចូលទៅអុជធូបម៉ែខ្ញុំដែរព្រោះដោយសារអីម៉ែខ្ញុំមុននឹងគាត់ផុតគាត់អត់ឲ្យខ្ញុំចូលទៅអុជធូបគាត់ទេគាត់ហាមដាច់ខាតគឺអត់ឲ្យអុជធូបគាត់ទេអញ្ចឹងបានខ្ញុំចង់និយាយថាពេលដែលគាត់ស្លាប់ក៏ខ្ញុំបានទៅកម្មាទោសសុំទោសគាត់ដែរខ្ញុំមានវិបដិសារីរហូតដល់ឥឡូវចង់បងបានទទួលព័ត៌មានពីណាមកថាខ្ញុំមានមិត្តភ័ក្ដិនឹងភូមិហ្មងគាត់ទេប្រាប់ណាចាខតាមមិត្តភ័ក្ដិខ្ញុំទេមកហ្នឹងខ្ញុំក៏ទៅគាត់ថាទៅអត់បានចូលទៅដល់គាត់តែបានមុខផ្ទះគាត់គេឃើញខ្ញុំគឺបងប្អូនខ្ញុំប្តីក៏ឲ្យចូលទេហើយខ្ញុំក៏សុំទៅអុជធូបគាត់ខ្ញុំយកកូនទៅអញ្ចឹងយ៉ាងណាក៏គាត់ឲ្យខ្ញុំចូលតែព្រោះដល់ស្អែកមិនដាំម៉ែខ្ញុំគាត់ស្លាប់ដល់គាត់ថាហាមដាច់ខាតអត់ឲ្យខ្ញុំចូលទៅរោងបុនគាត់ទេចុះបងមានដែរបានព
ពេលដែលគាត់នៅមានជីវិតបងមានដែរបានព្យាយាមខលទៅកាន់គាត់ទេ និយាយទៅខ្ញុំបានខលព្រោះដោយសារអីខ្ញុំស្ដាយក្រោយដោយសារអីខ្ញុំយកជំរើសខ្លួនឯងធំជាងគ្រួសារខ្ញុំគិតថាចាំខ្ញុំថ្ងៃណាខ្ញុំមានកូនរៀងនេះឲ្យគាត់តិចចិត្តចាខ្ញុំទៅសុំទោសតែខ្ញុំមិនដឹងស្មានថាវាលឿនពេកហ៎បងហើយខ្ញុំខ្មាស់ម៉ាក់ខ្ញុំដោយសារអីដោយសារគាត់ប្រាប់ខ្ញុំហើយគាត់ថាហែងយកវានឹងអត់មានអនាគតទេហែងអត់ស្ដាប់ម៉ែខ្ញុំខ្មាស់គាត់តែចំណុចហ្នឹងមកខ្ញុំអត់ទៅខ្ញុំខំប្រឹងពោពួម្នាក់ឯងហើយខ្ញុំកើតកូនម្នាក់ឯងហើយខ្ញុំចំកូនរហូតដល់អាយុ76ឆ្នាំហ៎បងវាជីវិតខ្ញុំនិយាយទៅវាពិបាក ចុះតែពេលបងនៅម្នាក់ឯងអញ្ចឹងហើយតងន់ទៀតចុះបងបានថវិកាពីណាមកផ្គត់ផ្គង់ពេលដែលខ្ញុំមុនតងន់ហ្នឹងតងន់ពេលដែលខ្ញុំមកមួយគ្នាហ្នឹងគឺខ្ញុំធ្វើការខ្ញុំសំបានលុយហើយក៏ខ្ញុំអរគុណដល់តកែខ្ញុំចាស់ដែរគាត់ឲ្យខ្ញុំឲ្យលុយខ្ញុំសម្រាប់កូនឲ្យអីចឹងបងសំបីតាខ្ញុំទុំឈប់ពីកន្លែងធ្វើការផាជាកូនខ្ញុំបែរ2ឆ្នាំទេគាត់ឲ្យខ្ញុំយកកូនទៅកន្លែងធ្វើការនិយាយទៅគាត់ជួយខ្ញុំមកសព ដល់លើអត់បង អត់តែឥឡូវខ្ញុំឈប់ហើយបង ដូរកន្លែងការ ចាព្រោះតែខ្ញុំអត់ចង់ធ្វើការឲ្យគេរហូតទេខ្ញុំចង់រកស៊ីខ្លួនឯងមានពេលនៅមួយកូនច្រើន ចុះដល់ពេលបងសម្រាប់កូនឲ្យភ្លាមបានណាគេទឹកក្តៅទឹកត្រជាក់ទៅបង អត់ផងបងម្នាក់ឯងគាត់ ទស្សនភាពមិនដែរក្នុងបន្ទប់បងហ្នឹងពេលដែលបងមើលថែកូនខ្ចី អីម្នាក់ឯងទៅបងវាអាងឹតសូនហ្មងទី1បើសិនជាគុំដែលខ្ញុំមានគាត់ទេបើខ្ញុំអត់មានគាត់ប៉ាខ្ញុំអាចសម្រាប់ថាខ្ញុំបញ្ចប់ជីវិតខ្លួនឯងព្រោះចង់និយាយថាទៅស្រុកក៏ទៅលេងបានអីក៏ទៅលេងកើតតែដោយសារអីពេលដែលកូនខ្ញុំគាត់ខ្ញុំមានកម្លាំងចិត្តពេលដែលគាត់កូនខ្ញុំញញឹមខ្ញុំមានកម្លាំងចិត្តថាខ្ញុំអត់អាចបោះបង់ចោលកូនម្នាក់នេះបានទេខ្ញុំត្រូវតែប្រឹងតស៊ូដើម្បីគាត់ ចុះដល់ពេលបងចិញ្ចឹមកូនអញ្ចឹងហើយដល់ពេលអាហារូបត្ថម្ភរបស់កូនយើងផ្គត់ផ្គង់គ្រប់គ្រាន់អត់បង គ្រប់គ្រាន់បងពេលខ្លះវាមិនជាដិតដល់ឯពេកទេគ្រាន់ថាវាមិនបបោយពេកតែខ្ញុំអត់ឲ្យកូនខ្ញុំពេលខ្លះខ្វះឲ្យសុខចិត្តពេលខ្លះពិបាកមិនដែរតែក៏ខ្ញុំចង់ប្រាប់បងថាខ្ញុំអរគុណតកែចាស់ខ្ញុំពីមុនណាបងគាត់តែងតែជួយខ្ញុំគ្រប់ពេល បងធ្វើការមួយគាត់ប្រហែលមួយឆ្នាំដែរ ខ្ញុំធ្វើការតាំងពីខ្ញុំចូលធ្វើដំបូងតាំងពីខ្ញុំទងន់មកមួយសង្សារហ្នឹងបងរហូតដល់ខ្ញុំ2ឆ្នាំកូនខ្ញុំ2ឆ្នាំ ធ្វើបាន2-3ឆ្នាំដែរអញ្ចឹង សំបីតែរងថ្ងៃក៏នៅតែរាប់អានគ្នាដែរចា ហើយញ៉ាំមានតកែល្អ ចា បាទចុះឥឡូវសុំបកទៅរឿងម្ដាយបងបន្តិចមុនដំបូងឡើយបងស្គាល់សង្សារចាស់បងហ្នឹងតាមរយៈអីគេហើយប្រហែលឆ្នាំដែរដែលបងចាប់ផ្ដើមថាចាប់ទុកគ្នាជាសង្សារ និយាយទៅផ្ទះម្លង2-3ផ្លូវ ម្លង ក្នុងស្រុក 3 ភូមិ ផ្ទះ ដែរ នៅក្នុងភូមិមួយគ្នា ស្គាល់គ្នាទៅក៏ឆ្លាញ់គ្នាមក ចា ហើយឆ្លាញ់គ្នាបានរយៈពេលប៉ុន្មានដែរបានសម្រាប់ចិត្តថានៅមួយគ្នាបង មួយឆ្នាំជាង ឆ្នាំជាងបាទតមកក៏ចូលជួសមាន ចាព្រោះដោយសារអីម៉ាក់ខ្ញុំគាត់និយាយទៅគ្រួសារខ្ញុំបងប្អូនខ្ញុំគាត់រៀបចំឯកសារឲ្យទៅស្រុកក្រៅអញ្ចឹងបងចាំតែថ្ងៃសម្ភាសទេតែដោយសារអីយើងអត់ស្រឡាញ់អញ្ចឹងយើងស្រឡាញ់ខាងនេះជាងអញ្ចឹងហ៎បង បាទអញ្ចឹងទៅស្រុកក្រៅនោះក៏មានរៀបចំនៅខាងក្រៅនោះដែរ គាត់រៀបចុះមកអញ្ចឹងណា តែយើងស្រឡាញ់អ្នកនៅខ្មែរជាង ចា ចុះដល់ពេលអញ្ចឹងបងស្ពាយអាសម្ពាធហ្នឹងមកប្រហែលប្រហែលឆ្នាំ5-6ឆ្នាំហ្នឹងមករហូត ហ្នឹង មក ចាបងបើនិយាយថាពិបាកវាអត់អាចប្រាប់ណាគេមុនព្រោះពេលខ្លះម្នាក់ឯងមិនដឹងនិយាយប្រាប់ណាគេសូម្បីតែកូនក៏និយាយទៅគ្នាក៏មិនដឹងពេលពេលខ្លះរាល់តែពេលយប់គឺខ្ញុំតែងតែដេកយំហើយពេលដែលខ្ញុំម៉ាក់ខ្ញុំអត់ទាន់ស្លាប់ខ្ញុំអត់សូវបាក់ចិត្តខ្លាំងទេព្រោះថាគិតថាថ្ងៃណាមួយខ្ញុំនឹងទៅស្រុកខ្ញុំយកកូនខ្ញុំទៅសុំទោសគាត់ប្រហែលជាគាត់អាចលើកលែងអញ្ចឹងណាបងណា បាទ ខ្ញុំថាថ្ងៃណាមួយខ្ញុំសល់រៀងគ្រាន់អញ្ចឹងព្រោះឥឡូវយើងមិនទាន់សល់ហ្មងព្រោះយើងទំកវេកឆ្នាំតែអត់នឹកស្មានថាពេលវេលាវាដើរលឿនគាត់ក៏ចាក់ចេញទៅទាំងដែលខ្ញុំអត់បានទៅសុំទោសគាត់អញ្ចឹងណា អញ្ចឹងឥឡូវបងចូលផ្ទះម្ដាយបងនៅស្រុកហ្នឹងកើតអត់អាចរងថ្ងៃ អ នេះ ត់កើតទេបងព្រោះគាត់ហាមដាច់ខាត់គឺអត់ឲ្យចូល ចុះបងប្អូននៅនោះគេអត់ឲ្យចូលដែរ អត់ឲ្យចូលទាំងអស់ គេស្អប់បងហ្មងឬក៏គេគ្រាន់តែធ្វើតាមបណ្ដាំ និយាយទៅគេកាត់ការចោលពីសភៅគ្រួសារហើយ ធ្វើសភៅគ្រួសារថ្មីថ្មង ចា ចុះដល់ពេលបងអញ្ចឹងទៅមិនដែរអាការរស់នៅរបស់យើងទាំងសម្ពាធរាល់ថ្ងៃអញ្ចឹងមានកម្លាំងចិត្តកម្លាំងកាយទៅធ្វើការរកលុយដែរ ហ្នឹងហើយនិយាយទៅដោយសារតកូនស្រីផងខ្ញុំបើអត់មានគាត់ផែក៏ខ្ញុំអ
អាចទៅមុខដែរបង កូនជាទឹកចិត្តចឹងទៅ ចា តែម្ដាយបងគាត់អនិច្ចកម្មដោយសារជំងឺឬក៏ដោយសារអីបង គាត់ខ្ញុំឮតាមមិត្តភក្តិខ្ញុំព្រោះដោយសារអីគាត់បាក់ចិត្តព្រោះដោយសារអីខ្ញុំអត់ដែរទេទៅគាត់ឬក៏អត់ដែរទៅនេះចឹងគាត់ឈឺចិត្ត ហើយនិយាយទៅម៉ាក់ខ្ញុំគាត់ជាស្ត្រីម៉ាយដែលបាយពីប៉ាខ្ញុំប្រហែលជា70-30ឆ្នាំហើយគាត់អត់មានយកណាចឹងគាត់ចិញ្ចឹមខ្ញុំឲ្យបងប្អូនខ្ញុំបានណា បងប្អូនបងម៉ាក់អ្នកដែរ បងប្អូនខ្ញុំ5នាក់ បងជាកូនទីម៉ាន ខ្ញុំកូនពៅ ចុះដល់ពេលគាត់លាចាកអញ្ចឹងបងប្អូនទាំងអស់គឺគេកាត់ចោល ចា បងប្អូនបកាហ្នឹងកាត់បងចោលដូចគ្នា គេនិយាយថាគេដោយសារម៉ាក់ខ្ញុំស្លាប់ដោយសារតែខ្ញុំ អូ បើក្នុងអត្តភាពដែលឃើញនៅរោងប៉ុនសំគឺអណៃខ្វល់ពេលដែលខ្ញុំចូលទៅប៉ុនហ្នឹងគឺបងប្អូនខ្ញុំទាញខ្ញុំដូចសត្វចឹង ទាញអត់ឲ្យចូលរោង ចា ឆ្លោះបកាយគ្នាពេញរោងអញ្ចឹងទៅ ចា ចុះអ្នកស្រុកអ្នកភូមិគេមើលមកមិនទៅបង អូគេឈរមើលហើយក៏ខ្ញុំអត់ចង់ឲ្យខ្មាស់គេខ្ញុំក៏ដើរចេញពីអ្នកកូនជិះឡានមកផ្ទះវិញទាំងយប់ ជាតាក់ស៊ីណា ជិះឡានក្រុង ជាឡានក្រុងហើយយំមករោងបនសັບម្ដាយទៅ ចានិយាយទៅបានតែលើកដៃពីចម្ងាយសុំទោសគាត់ បងមកទោះហ្នឹងដែលមានកូនចិត្តមួយដែលថាចង់បញ្ចប់ជីវិតទាំងកូនទាំងខ្លួនឯងអត់ អត់ទេបង អត់ដែរណា ចាអត់ដែរ good តែបើខ្ញុំគិតក្នុងចិត្តតែខ្ញុំនិយាយប្រាប់បងពីដំបូងអញ្ចឹងណាបើហ្វិនជាខ្ញុំអត់មានកូនផាជាអាច ព្រោះហ្វាអីនេះដឹងខ្យល់អីផងហ្នឹងហើយនេះដែរមានឪដែរឃើញឪហ្នឹង ល្អមែនតើដែលបងអត់មានចិត្តអញ្ចឹងណា ចា ព្រោះម្ដាយពុកខ្លះគាត់មានអ្នកខ្លះអញ្ចឹងមែន ព្រោះខ្ញុំអត់ចង់ឲ្យកូនខ្ញុំកំសត់ទេព្រោះខ្ញុំកំសត់តាំងពីទួយឪខ្ញុំក៏មនុស្សមិនល្អដែរ ចុះឥឡូវបើសិនជាមានឱកាសនិយាយទៅម្ដាយបើសិនជាគាត់នៅមានជីវិតបងនឹងនិយាយពីអីទៅកាន់គាត់ បើមានឱកាសខ្ញុំចង់សុំកម្មាទោសម៉ែអធិស្ឋានឲ្យកូនដែលកូនអត់ស្ដាប់ម៉ែឥឡូវលទ្ធផលចុងក្រោយគឺរស់ដូចមនុស្សអត់មានវិញ្ញាណអញ្ចឹងបងរស់ទាំងពិបាកហើយខ្ញុំចង់ផ្ដាំទៅបងប្អូនដែលគាត់នៅមានឱកាសជាមួយពុកម្ដាយគួរធ្វើល្អកុំរបៀបថាតាមកំហឹងខ្លួនឯងមួយឆាវចាក់ចេញពីផ្ទះអញ្ចឹងណាបងណា បាទ កុំដូចខ្ញុំសុំបីតាឱកាសក៏ខ្ញុំអត់បានទៅសុំទោសគាត់ដែរ ចុះឥឡូវហ្នឹងគឺបងលែងចូលស្រុកភូមិយកតែហ្មង ចាលេងចូលហើយ តែមានដែរជួបអ្នកស្រុកភូមិមកជួបគ្នានៅពេញចៃដន្យអី អត់ទេខ្ញុំមានពូម៉ាក់ នៅរាប់អានគ្នា ចា អញ្ចឹង នៅរាប់ ទៅ អាន ចុះដល់ពេលឥឡូវនេះបងរស់នៅមួយកូននៅបន្ទប់ជួលតដែរឬក៏យើងបានទិញប្រទេសអីហើយបង នៅបន្ទប់ជួលដែរបង បាទតែគ្រាន់ជីវភាពគ្រាន់បើជាងមុនដែរបង រៀងគ្រាន់បើជាងមុនបន្តិចព្រោះស្អីគាត់រៀងធំអញ្ចឹងអត់សូវបាក់ព្រោះការគាត់រៀងនៅតូចផាជាគាត់2ឆ្នាំ3ឆ្នាំអញ្ចឹងខ្ញុំត្រូវឲ្យអ្នកនៅចិត្តនឹងជួយមើលអញ្ចឹងខ្ញុំឲ្យលុយគេឲ្យអីអញ្ចឹងណាហើយបើធ្វើការដល់ពេលឥឡូវគាត់អញ្ចឹងខ្ញុំដាក់គាត់នៅចូលរៀនអញ្ចឹងហើយខ្ញុំទៅលក់អីបាន គាត់ចូលរៀនណាបង ចា ណា ចូលរៀន អូខេ ចា ចុះសម្រាប់បងផ្ទាល់បងបើកចិត្តទទួលយកអ្នកក្រោយអត់ អត់ទេបង អត់ហ្មង ចា គិតថាចិញ្ចឹមរស់នៅពីអ្នកម្ដាយកូន ចា អញ្ចឹង គាត់ថាខ្ញុំរកលុយចិញ្ចឹមកូនប៉ុណ្ណឹង អត់ដែរបើកចិត្ត អត់ទេ នឹង បង ទទួលអ្នកថ្មីទេបងនេះហ៎បងអាឡែស៊ីមួយមនុស្សផុសអត់ និយាយទៅដូចអត់ទេតែអត់មានអារម្មណ៍ថានឹកឃើញពេលដែលទងន់ម្នាក់ឯងហើយជាហ្វេសអ្វីដែលឈឺចាំផុតគឺសម្រាប់កូនម្នាក់ឯងគឺមានអារម្មណ៍ថាពិបាកបងសាច់ញាតិក៏អត់មានសំបីតែរបៀបថាឃើញកលេចទៅឃើញបងគាត់ទងន់ដែរតែមានគ្រូហ្វាអីមកជួយកាន់ដៃពេលគាត់ដើរអញ្ចឹងណាមានអារម្មណ៍ថាខ្លួនឯងកំសត់អញ្ចឹងមានអារម្មណ៍ថាអត់ចង់ទទួលយកបានទេព្រោះស្អីខ្លាចទី1ខ្លាចយកអ្នកក្រោយទៅគេធ្វើបាបកូនខ្ញុំព្រោះកូនខ្ញុំកំសត់ហើយ ចុះបងមានចាំពេលណាមួយដែលបងពិបាកទទួលយកបំផុតអត់ ចង់ចាំអ្វីដែលខ្ញុំចង់ទទួលយកបំផុតគឺអ្វីដែលខ្ញុំប្រាប់បងឯងតាំងថាខ្ញុំអត់អាចទៅសុំទោសម៉ាក់ខ្ញុំណា ទស្សនវិជ្ជានៅមុខរោងបុតហ្នឹង ចា គឺជាទស្សនវិជ្ជាមួយដែលបង ហ្នឹងហើយ បាក់ទទួលយកបំផុត ព្រោះតែហ្វាយសំបីបងប្អូនគួរណាគាត់កុំធ្វើអាក្រក់ដាក់ខ្ញុំពេកគាត់អូសខ្ញុំដូចសត្វចឹងគាត់ឲ្យខ្ញុំចូលទេចឹងខ្ញុំគិតថាទោះមិនក៏ដោយក៏គាត់កុំធ្វើអញ្ចឹងណាបងគាត់អាណិតក្មេងព្រោះពេលហ្នឹងទាំងកូនខ្ញុំក៏យកទៅឲ្យគាត់អូសខ្ញុំដូចសត្វសំបីអ្នកភូមិក៏ថាមិនក៏មិនឲ្យចូលឲ្យទៅឲ្យធុកឲ្យអីទៅបើជ្រុលអញ្ចឹងហើយចឹងណាគេ
គេថាគេឲ្យចូលឯងព្រោះម៉ែឲ្យចូល ទាំងអស់គ្នាហ្មង ចាទាំងអស់គ្នា ពេលតាំងពីពេលហ្នឹងមកបងផ្ដាច់តំណតំណងមួយបងប្អូនទាំងអស់ហ្មង ចា អត់មានដែលដឹងតំណឹងអី អត់ទេបង ចុះខាងពួកគាត់មានដែរមករកបងអីក៏អត់ និយាយទៅអត់ហ្មងតាំងពីខ្ញុំចេញពីស្រុកមកគឺអត់ហ្មង ចុះបងគិតថារស់នៅរាល់ថ្ងៃនេះមួយវិបដិសារីអត់ ចាមានវិបត្តិសេរីតាបង តែធូរស្រាលបន្តិចអត់រឿងមួយក៏នៅដដែលបង និយាយទៅអត់ធូរស្រាលនៅតណែននៅក្នុងចិត្តរហូតហ្នឹងបើពេលខ្លះបើយើងមានអ្នកនិយាយទៅចេះធូរតែនេះយើងមិនអាចទៅនិយាយប្រាប់ណាគេបានណាបង អូរឿងនេះបងដែរប្រាប់ណាគេអ អ ត់ ត់ដែរប្រាប់ណាគេហង លើកទី1ហ្មង ចា លើកឡើងតែអ្នកនៅក្នុងភូមិគេដឹងរឿង ចា ណា អ្នកនៅភូមិដឹង ចុះបងនៅភ្នំពេញនេះមានមិត្តភ័ក្តិមានអីហ៎បង និយាយទៅអត់សូវជារាប់អានគ្នាហ្មងព្រោះពេលវេលាខ្ញុំអត់មានច្រើនបងពេលវេលាខ្ញុំធ្វើផឹកឡើងខ្ញុំជូនកូនទៅរៀនខ្ញុំទៅលក់ថ្ងៃឡើងអញ្ចឹងខ្ញុំមានពេលតិចតួចខ្ញុំទៅរៀនកញ្ចក់ចា ព្រោះដោយសារយើងមានកូនហើយ ចា អត់មានពេលទៅ ចា សប្បាយ ចា មានមិត្តភ័ក្តិដែរតែមករាប់ដែរ ចា អត់សូវមានពេលវេលាចុះបងគិតថាបងអាចធ្វើអីបានដើម្បីព្យាបាលអារបួសស្នាមក្នុងចិត្តបង ផាយជាមិនអាចទេបងព្រោះដោយសារអីអ្វីដែលខ្ញុំសោកស្ដាយហើយវិបត្តិស្រ័យខ្លាំងបំផុតគឺខ្ញុំអត់បានសុំទោសម្ដាយខ្ញុំណាព្រោះបើសិនជាបើគាត់អត់ទាន់ស្លាប់ខ្ញុំអាចទៅសុំទោសគាត់អាហ្នឹងវាអត់អីទេតែនេះបញ្ហាសំបីតាគាត់ស្លាប់ក៏ខ្ញុំអត់បានចូលទៅអុជធូបអត់អីមានអារម្មណ៍ថាខ្ញុំជាកូនមួយដែលកតញ្ញូបំផុតអត់បានទៅកម្មាទោសគាត់សំបីតាគាត់ស្លាប់ហ៎បង ឥឡូវដោយសារបងឥឡូវក៏មានកូនស្រីដែរតែបងដែរគិតភ័យខ្លាចអត់ថាតិចកូនខ្ញុំធំទៅដូចខ្ញុំដែរអញ្ចឹងបងមានដែរបារម្ភរឿងហ្នឹងអត់ ពីមុនគិតថាបារម្ភតែព្រោះយើងមើលអត់ឃើញទេបងព្រោះយើងចាំគាត់សំខាន់យើងឥឡូវយើងសំខាន់ចាំគាត់ឲ្យបានល្អរៀនសូត្រឲ្យបានត្រូវជ្រះដូចគេទៅហើយអ្វីដែលរឿងមុនរឿងទៅ អតីតកាល ចានៃតកាខ្ញុំប្រហែលជាអត់ដឹងទេព្រោះអាហ្នឹងតាមហ្នឹងបងតែខ្ញុំអាចគៀបសង្កត់គាត់ឬបង្ខំគាត់អីមិនទេបងខ្ញុំតាមសិទ្ធិផុសគាត់ តែបងមានច្បាប់មួយលើគាត់អត់បែបថាកូនឯងត្រូវតែហ៊ានប៉ាកែកូនឯងត្រូវតែជាមនុស្សល្អកូនឯងត្រូវបែបណាមានដែរគិតថាចង់បានដាច់ខាត់គាត់ត្រូវតែធ្វើឲ្យបានហើយមានចំណុចណាមួយអញ្ចឹងហើយ ខ្ញុំចង់ហ៎បងតែសំខាន់គាត់ឲ្យគាត់ឲ្យប៉ាកែទៅហើយព្រោះសារអីព្រោះយើងតែពីរអ្នកម៉ែកូននេះខ្ញុំតែងតែប្រាប់ខ្ញុំតែងតែនិយាយប្រាប់គាត់ថាកូនឯងខំរៀនណាកូនព្រោះសារអីអនាគតទៅមកអត់មានអីឲ្យកូនទេមានតែចំណេះដឹងព្រោះសារអីយើងអត់មានទីជម្រកមួយដែលច្បាស់លាស់ឲ្យកូនអញ្ចឹងរាល់ថ្ងៃកូនខំប្រឹងរៀនម៉ែខំប្រឹងរកលុយឲ្យកូនរៀន ចុះការហ៊ានរបស់កូនបងមិនដែរហ្មង ព្រៀនគ្រាន់បើរៀងឆ្លាតគ្រាន់បើដែរបង ឆ្លាតណា ចាបង បាទចេះមិញចូលមកអ្នកអស់គ្នាចូលមកចេះរៀបសួរចេះអីកូនគាត់6ឆ្នាំខ្ជូតហើយចំណុចចុងក្រោយមួយទៀតបងតើបងនឹងប្រាប់រឿងអតីតកាលរបស់បងទៅកាន់កូនបងអត់ពេលដែលគាត់ធំដឹងក្តី បើគាត់សួរខ្ញុំនឹងប្រាប់ខ្ញុំអត់លាក់គាត់ទេបងសំបីតារឿងយាយគាត់ក៏ខ្ញុំប្រាប់ដែរព្រោះខ្ញុំចង់ប្រាប់គំរូទៅគាត់កុំឲ្យធ្វើគំរូតាមខ្ញុំចឹងណាបង អត់ខ្លាចគាត់យកអាពាក្យហ្នឹងមកវាយប្រហារបងពេលធំឡើងទេ មិននេះទេបងព្រោះដោយសារអីទី1ពេលដែលគាត់ថ្ងៃនេះខ្ញុំនិយាយទៅខ្ញុំចាប់ផ្ដើមរៀងនេះទៀតពេលដែលគាត់ឃើញគេប៉ាគេទទួលកូនគេនៅសាលារៀនណាគាត់តែងតែសួរថាម៉ាក់ប៉ាទៅណាតែខ្ញុំតែងតែកុហកកូនថាប៉ាធ្វើការអត់ដឹងទេចាអត់ដឹងទេតែផាយជាអាយុផាយតិចទៀតគាត់នឹងដឹងហើយផាយអាចខ្ញុំប្រាប់ចឹងណានិយាយទៅរឿងខ្ញុំកំសត់និយាយខ្ញុំមិនសូវកំសត់ហ្មងតែបើរូបភាពជាក់ស្ដែងគឺកំសត់ខ្លាំង ហ្នឹងហើយខ្ញុំស្ដាប់នឹងតឹងធុងមិនតឹងធុងណាខ្ញុំស្ដាប់តឹងធុងដោយសារមានតែអ្នកដែលឆ្លងកាត់ទេទទួលបាននេះអារម្មណ៍បែបហ្នឹងអូខេអញ្ចឹងកម្មវិធីរបស់យើងក៏យូរមកហើយដែរហើយចុងក្រោយបងមានពាក្យពេចន៍អីនិយាយទៅកាន់ទស្សនិកជនហើយបង ជាចុងក្រោយខ្ញុំចង់ផ្ដាំទៅក្មេងអូនស្រីដែលគាត់ចាក់យកសង្សារធំជាងគ្រួសារហើយនិយាយទៅបើថាខ្លួនឯងខុសហើយមកអាចត្រឡប់បកក្រោយមកសុំទោសតាន់ពេលសុំកុំឲ្យដូចខ្ញុំអត់មានឱកាសសុំបីតែគាត់ស្លាប់ក៏ខ្ញុំអត់បានតែសុំទោសដែរ
ខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនដែលគាត់មានកំហុសដូចខ្ញុំ ចឹងបន្ទាប់ដោយសាររឿងនេះបងអត់ដែរប្រាប់ណាគេទាំងអស់ ចា៎ ពេលច្រើនបើអ្នកក្នុងស្រុកក្នុងភូមិគេដឹងអញ្ចឹង ចា ណាចុះដល់ពេលបងបាននិយាយអញ្ចឹងតើធូរស្រាលបានខ្លះហ៎បង និយាយទៅធូរស្រាលតែពេលនិយាយតែទៅដល់ផ្ទះវិញតឹងវិញ ធ្វើម៉េចដើម្បីឲ្យបងធូរស្រាលពិតប្រាកដណាទោះទៅផ្ទះវិញក៏ធូរស្រាលដែរ អត់ដឹងដែរបងដោយសារអីពេលដែលខ្ញុំនិយាយរឿងហ្នឹងគឺខ្ញុំអត់ដែរនេះឯងពាក្យច្រើនអត់ដែរប្រាប់ណាគេខ្ញុំយំតែខ្លួនឯងនឹងផ្ទះហ្នឹងសំបីតែកូនខ្ញុំពេលខ្លះគាត់សួរថាម៉ាម៉ាក់យំរឿងអីខ្ញុំមើលទូរស័ព្ទថាម៉ាម៉ាក់យំរឿងអីខ្ញុំចេះកុហកម៉ាក់មើលទូរស័ព្ទក៏ប៉ិតចេះនឹកឃើញម្ដាយខ្លួនឯងដែរអត់បានតែសុំទោសគាត់ចឹងសំបីតែខ្ញុំអុចធូបឲ្យខ្ញុំហៅឈ្មោះគាត់ថាម៉ាម៉ាឯងឲ្យកូនឃើញម្ដងមកសំបីតែយកសក់ក៏មិនដែរឃើញ អត់ដែរយល់សពទេ អត់ដែរ បងមានដែរសាកល្បងទៅជួបពេទ្យអីភាសា ខ្ញុំអត់មានផ្លូវចិត្តទេ អត់ទេមិនមែនតោផ្លូវចិត្តណាខ្ញុំមិនមែនចង់បានអីចឹងគេមានវិធីសាស្ត្រដើម្បីឲ្យយើងកុំឲ្យសម្ពាធចឹង អត់ទេខ្ញុំអត់គិតរឿងហ្នឹងព្រោះថាខ្ញុំរាល់ថ្ងៃខ្ញុំផឹងតរកស៊ីចិញ្ចឹមកូនខ្ញុំអត់នេះ អូខេអរគុណច្រើនបងអរគុណពេលវេលាដ៏មានតម្លៃហើយអ្នកអរគ្នានេះគឺជាបងស្រីដែលគាត់បានចែកម្លែកហើយនេះគឺជារឿងពិតគាត់ផ្ទាល់តែម្ដងបើយើងស្ដាប់ទៅគិតថាធម្មតាតែខាងក្នុងមានអារម្មណ៍ថាថប់ធុងហ្មងដោយសារការសោកស្ដាយរបស់គាត់ក៏ដូចជាវីបដិសេរីដែលគាត់អត់បានទៅកាន់សុំទោសទៅកាន់ម្ដាយគាត់ដល់ថ្នាក់ថ្ងៃដែលម្ដាយគាត់ស្លាប់ហើយគាត់ទៅអុជធូបក៏គេអត់ឲ្យចូលទៅអុជធូបដែរអញ្ចឹងកូនទាំងអស់គ្នាក៏ដូចជាខ្ញុំក៏ជាកូនមួយរូបដែរបើមានឱកាសទៅបង្ហាញក្តីស្រឡាញ់ឬមួយក៏សូមអភ័យទោសសូមកម្មាទោសឪពុកម្ដាយឬក៏មនុស្សជាទីស្រឡាញ់ធ្វើវាហើយកុំឲ្យយឺតពេលដូចបងស្រីបាទហើយសង្ឃឹមថាបងត្រឡប់ទៅផ្ទះវិញធូរស្រាលតម្លាក់សម្ពាធនៅចោលនៅកម្មវិធីយើងហើយចាប់ផ្ដើមជីវិតថ្មីជាមួយនឹងកូនស្រីឲ្យកាន់តែរីកចម្រើនហើយស្រស់បំព្រងក៏ជូនពរបងស្រីមកនឹងកូនសុខភាពល្អដូចគ្នាបាទពីកម្មវិធី Gang Spurt Secret អ្នកនរគ្នាដឹងហើយជាកម្មវិធីមួយដែលយើង confession ហើយយើងនឹងរក្សាឯកជនភាពជូនអ្នកទាំងអស់គ្នាបាន 100% តែម្ដងអញ្ចឹងលើកទឹកចិត្តឲ្យអ្នកនរគ្នាបើសិនជាមានរឿងដែលមិនអាចប្រាប់អ្នកជុំវិញខ្លួនបានអាចឡើងមកចែកម្លែកជាមួយនឹងកម្មវិធី Gang Spurt Secret ទាំងអស់គ្នាអញ្ចឹងពីកម្មវិធី Gang Spurt Secret ក៏សូមអរគុណសូមគោរពលា